អូនខ្ញុំមានលំហាត់តែតង់ limit រៀងមិនកំណត់0លើ0មួយដែលមាន limit ដែលនៃរបស់វាហ្នឹងគឺវាមានចំនួន3តួណាអញ្ចឹង limit សម្រាប់រៀងមិនកំណត់0លើ0ដែលមានចំនួន3តួបែបនេះ3តួហ្នឹងគឺសំដៅទៅលើអានេះតួ x តួទី1តួដក 4x ហ្នឹងតួទី2តួបូកជាមួយនឹង3របស់យើងតួទី3អញ្ចឹងអាហ្នឹងវាមាន3តួអញ្ចឹង3តួហ្នឹងគឺគេធ្វើបែបម៉េចអញ្ចឹងដើម្បីឲ្យធ្វើលឿនវាមានវិធីដោះស្រាយផ្សេងគ្នាអញ្ចឹងអ្នកគ្រូមានវិធីសាស្ត្រលើកយកតែវិធីសាស្ត្រមួយទេដែលលឿនហើយត្រូវដូចគ្នាអញ្ចឹងកាលណាវាមាន3តួហើយវាចូលរៀងនឹងហើយសង្កត់ខ្លួនឡើងហ្នឹងគឺវាចូលរៀងនឹងហើយវាមាន3តួយើងមើលទៅលើ limit របស់យើងទៅបានហើយ limit របស់យើងពេលហ្នឹងគឺ x ខិតទៅរក1អញ្ចឹងអ្វីដែលយើងត្រូវប្រើសម្រាប់អានុគមដែលមាន3តួហ្នឹងគឺយើងប្រើវងកញ្ចក់មាន2កតាដែរកតាជាផលគុណអញ្ចឹងមកបន្ទាប់មកយើងមើលលើ x របស់យើងគឺខិតជិត1អញ្ចឹងតួដែលយើងត្រូវដាក់គឺ x ដកនឹង1ចាំ x ខិតជិតប្រមាណត្រូវដាក់ x ដកជាមួយនឹងអ្វីដែលវាខិតជិតអញ្ចឹងបើ x ខិតជិត1អញ្ចឹងយើងត្រូវដាក់កតាទី1មានន័យថាក្នុងរង្វង់កញ្ចក់ទី1គឺត្រូវដាក់ x ដក1រួចហើយប្រើរង្វង់កញ្ចក់ទី2នេះអានេះគឺយើងបានមកពីកន្លែង x ការ៉េនេះx ការ៉េហ្នឹងយើងយកវាមកចែកជាមួយនឹង x ឬក៏យើងគិតថា x ការ៉េហ្នឹងយើងបែកបាន2ដងមានន័យថាយើងបែក x នៅនេះមួយហើយអញ្ចឹងកន្លែងនេះប្រកាសជានៅសល់តែ x មួយទៀតយើងដាក់ x ចូលក្នុងហ្នឹងបន្ទាប់មកតួកណ្ដាលបាច់មើលទេណាតួកណ្ដាលបាច់មើលទៀតទេហ្នឹងគឺយើងត្រូវមើលសញ្ញារបស់តួកតុយសញ្ញារបស់តួកតុយគឺសញ្ញាបូកអញ្ចឹងតួសញ្ញាឡៃនេះដែលយើងបន្ទាប់ពី x ហើយយើងត្រូវដាក់សញ្ញាឡៃហ្នឹងគឺយើងមើលសញ្ញាដែលយើងមានគឺសញ្ញាដកតើដកហ្នឹងយើងគួរតែគុណជាមួយនឹងសញ្ញាអីទើបចេញមកសញ្ញាបូកឲ្យគេវិញណាអញ្ចឹងដកហ្នឹងគួរតែគុណជាមួយនឹងដកអញ្ចឹងឡៃហ្នឹងយើងត្រូវដាក់ដកអីព្រោះ x ដកគុណនឹងដកបានបូកឲ្យគេវិញអញ្ចឹងឡៃហ្នឹងយើងថែមសញ្ញាដកបន្ទាប់មកទៀតលេខដែលយើងមានគឺលេខ1តើ1គុណនឹងប្រមាណទៅបាន3ឲ្យគេវិញលេខកតុយហ្នឹងអញ្ចឹង1គុណនឹង3ទៅបាន3គេវិញអញ្ចឹងហ៎អញ្ចឹងតួកតុយតួលេខកតុយយើងត្រូវថែម3ចូលអញ្ចឹងយើងបានពីកតាហ្នឹងគឺត្រឹមត្រូវហ្មងកាលណាយើងធ្វើបែបហ្នឹងរួចហើយខាងក្រោមនៅដដែលបន្ទាប់មកយើងសម្រួលក្រោមលើបានដែលយើងមានកតា x ដក1ដូចគ្នាយើងសម្រួលវាចោលបានអញ្ចឹងអ្វីដែលវានៅសល់គឺនៅសល់ limit x ខិតទៅរក1នៅសល់ x ដក3យើងប្រើវងកញ្ចក់សល់ x ដក3ទៅដែរហើយយើងជំនួសចូលថាតើចេញ0លើ0ទៀតអត់បើវាអត់ចេញគឺចម្លើយរបស់វាគឺសម្រាប់ limit ហ្នឹងគឺចម្លើយប៉ុណ្ណឹងអញ្ចឹងពេលហ្នឹងកន្លែងទីតាំង x ជួសដែល1ចូលអញ្ចឹងកន្លែងសរសេរ limit អីជួសហើយ1ទៅជាមួយដកជាមួយនឹង3អញ្ចឹង1ដក3គឺសល់ដក2អញ្ចឹងចម្លើយចុងក្រោយរបស់យើងគឺឃើញដក2អញ្ចឹងអ្វីដែលបងអូនត្រូវចំណាំសម្រាប់3តួសម្រាប់វិធីសាស្ត្រហ្នឹងគឺយើងបើកវងកញ្ចក់2កតាឲ្យហើយរួចហើយមើលទៅលើ x ខិតចិត្តប្រមាណដាក់ x ដកនឹងអ្វីដែលវាខិតចិត្តហ្នឹងចំនួនដែលវាខិតចិត្តហ្នឹងបន្ទាប់មកបំបែក x ការ៉េហ្នឹងយើងបែកជា2វាមាន x មុខយើងមានហើយអញ្ចឹងកន្លែងនេះប្រកាសជានៅសល់ x មួយទៀតទៅវាគុណគ្នាបាន x ការ៉េវិញបន្តមកទៀតកណ្ដាលបាច់មើលទេមើលសញ្ញារបស់លេខកតុយសញ្ញារបស់លេខកតុយសញ្ញាអីសញ្ញាបូកអញ្ចឹងមានន័យថាយើងមានសញ្ញាដកហើយបើយើងមានដកក៏យើងគិតដកទៅបើយើងមានបូកក៏មានបូកទៅតាមប្រភេទដែលវាខិតចិត្តបាទនេះវាខិតចិត្តដកអញ្ចឹងអានេះវាបូកវិញតែអានេះវាខិតចិត្តសញ្ញាបូក1អញ្ចឹងយើងដាក់ដក1អញ្ចឹងវាមានសញ្ញាដកតែដកហ្នឹងគួរតែគុណនឹងសញ្ញាអីទៅចេញបូកឲ្យដូចសញ្ញារបស់លេខកតុយនេះអញ្ចឹងដកមានតែគុណនឹងដកអីទៅចេញបូកអញ្ចឹងកន្លែងនេះយើងថែមដោយសញ្ញាដកបន្តមកទៀតយើងមើលលេខកតុយលេខ3អញ្ចឹងអានេះមាន1អញ្ចឹង1គួរតែគុណនឹងលេខប៉ុន្មានទៅបាន3អញ្ចឹងមានតែ1គុណនឹង3ទៅបាន3ឲ្យគេវិញអញ្ចឹងអញ្ចឹងកន្លែងនេះយើងដាក់លេខ3ចូលទៅណាអ្វីដែលបងអូនត្រូវកំណត់បានគឺប៉ុណ្ណឹងតែសួរថាយើងអាចធ្វើតាមវិធីណាផ្សេងទៀតបានអត់បានចែកប្រភេទក៏បានលេខខាងលើចំនួនខាងលើចែកចំនួនខាងក្រោមហើយចែកប្រភេទហ្នឹងក៏បានឬក៏ថែមថយតួកតុយឬក៏បែកតួកណ្ដាលក៏បានដែរអូខេត្រឹមត្រូវដូចគ្នាអរគុណច្រើន